ជឿអត់បើខ្ញុំប្រាប់ថាការធ្វើគិតប្រធានាធិបតីអាមេរិកគឺជារឿងស្រមោលស្រមៃប៉ុណ្ណោះបានដឹងពីកម្រិតសុវត្ថិភាពទាំងនេះប្រសិនបើមានការវាយប្រហារណាមួយមកលើសេតវិមានប្រធានាធិបតីអាមេរិកមានផែនការជំនះខ្លួនដែលបានរៀបចំទុកដូចជាស្រេចនៅខាងក្រោមដីមានផ្លូវជំនះមួយខ្សែដែលមានប្រវែង200ម៉ែត្រដែលបានតភ្ជាប់ដោយផ្ទាល់ទៅកាន់អគារក្រសួងហិរញ្ញវត្ថុដែលស្ថិតនៅផ្លូវម្ខាងទៀតផ្លូវក្រោមដីនេះមិនមែនជាផ្លូវត្រង់នោះទេប៉ុន្តែវាត្រូវបានរចនាឡើងឲ្យមានផ្លូវបត់បែនកង់យ៉ាងខ្លាំងដើម្បីជួយកាត់បន្ថយនិងជួយស្រូបទាញកម្លាំងរង្គោះរង្គើពីការផ្ទុះផ្សេងៗនៅខាងលើនៅចុងបញ្ចប់នៃផ្លូវនេះគឺជាបន្ទប់សុវត្ថិភាពដែលត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំដោយការដាប់ចេញពីថ្មភ្នំក្រានីតនិងបិទជិតឈឹងដូចជាទូដៃសុវត្ថិភាពអញ្ចឹងបើទោះបីជាស្ថិតនៅក្នុងស្ថានភាពធម្មតាក៏ដោយកន្លែងនេះគឺត្រូវបានជាផ្កាយ៉ាងតឹងរឹងនិងត្រៀមលក្ខណៈជានិច្ចរចនាសម្ព័ន្ធរបស់វាមានស្រទាប់ការពារក្រាស់ប្រហែល20សង់ទីម៉ែត្រនិងកញ្ចក់ការពារគ្រាប់កម្រាស់ជិត13សង់ទីម៉ែត្រដែលបង្កើតឡើងសម្រាប់ការពារកម្រិតខ្ពស់បំផុតបើនិយាយពីការធ្វើដំណើរលើដីវិញប្រធានាធិបតីគឺពឹងផ្អែកទៅលើរថយន្តដែលមានឈ្មោះថា The Beat រថយន្តនេះប្រៀបបានដូចជាឡានរថក្រោះក្នុងរូបរាងរថយន្តទំនើបអញ្ចឹងដែលទ្វាររបស់វាអាចបញ្ចេញចរន្តអគ្គិសនីដើម្បីទប់ស្កាត់ក្នុងការព្យាយាមបើកទ្វាររថយន្តហើយវាក៏អាចបញ្ចេញប្រេងនៅលើផ្លូវដើម្បីធ្វើឲ្យឡានដែលដេញតាមរអិលមិនអាចតាមទាន់បានផងដែរនៅខាងក្នុងឡានវិញត្រូវបានបិទជិតដើម្បីការពារពីការវាយប្រហារដោយអាវុធគីមីចំណែកឯកង់ឡានវិញទោះបីជាបែកឬក៏ខូចក៏នៅតែអាចបន្តរត់បានដោយរលូនហើយនៅក្នុងឡាននោះក៏មានត្រៀមទុកនៅឈាមដែលត្រូវនឹងប្រភេទឈាមរបស់ប្រធានាធិបតីរួមជាមួយប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនផ្ទាល់ខ្លួនថែមទៀតផងហើយនេះគ្រាន់តែជាកម្រិតការពារសុវត្ថិភាពតូចមួយចំនួនប៉ុណ្ណោះព្រោះនៅមានកម្រិតការពារសុវត្ថិភាពខ្ពស់ជាច្រើនផ្សេងទៀតទើបខ្ញុំហ៊ាននិយាយថាការធ្វើឃាតប្រធានាធិបតីអាមេរិកគឺជារឿងស្រមោលស្រមៃប៉ុណ្ណោះគឺសឹងតែមិនអាចទៅរួចនោះឡើយល្បីស្នាដៃគូខ្មែរពិតៗឌីសាស្អាតប្លែកកំងតាមចិត្តល្បីលើពីសម្ភារពាក់កីឡាគុណភាពលើពីតម្លៃពាក់ដៃមោទនភាពជាតិចេះល្បីគឺគ្រប់គ្រងផលិតផលជាតិល្បីអត្តសញ្ញាណជាតិពាក់ដៃមោទនភាពជាតិកំងឥឡូវនេះមានតម្លៃពិសេស